អូម្នាក់នឹងមិនមែនសត្វថ្មីខ្ញុំដូចជាធ្លាប់ឃើញនៅកន្លែងណាអញ្ចេះផែនដីនេះពិតជាចង្អៀតមែនណោះមិនបានជាខ្ញុំមកជួបនាងនៅកន្លែងបែបនេះទៅវិញណែបាទនាងមុននឹងនិយាយអីនាងគួរតែដឹងឲ្យច្បាស់សិនទៅកុំចេះតែស្មានតាមតែអំពើចិត្តនាងនោះមនុស្សល្អដូចជាខ្ញុំនេះមិនមែនជាចៅ500ដូចជានាងគិតនោះទេខ្ញុំហ៎អញនេះគឺនាងនៅចៅហេងសុយចៅហេងសយយ៉ាងម៉េចឈ្មោះខ្ញុំក៏មានដែរមិនក៏ហៅខ្ញុំអញ្ចឹងរឿងចៅហេងសយបូណាតើអញមិនដឹងទេថ្ងៃនេះលើគេនិយាយថាមានសិស្សថ្មីមករៀននៅសាលាយើងណាអូគ្នាអត់ដឹងអីផងនឹងហើយចុះឯងដឹងមកពីណាដែរងាប់អើយឯងមិនដឹងមែនអីគេនិយាយឲ្យពេញតែសាលានឹងសោះមិនបានជាឯងមិនដឹងអើយ៉ាងម៉េចសិស្សថ្មីនឹងជាតារាមិនមែនបានជំនុំគ្នានិយាយដល់ម្លឹងមិនមែនតារាអីទេតែគេគឺជាសិស្សច្បងយើងណាព្រោះគេធ្លាប់រៀននៅនឹង3ឆ្នាំហើយណាមួយឮគេនិយាយថាគាត់នឹងសង្ហាខ្លាំងណាស់អើយឯងនេះពិតជាព្រានបរោះមែនឯងចេះតែនិយាយហ្មងហើយគ្នាមិនដែលឃើញផងឮតែគេថាដែរហ្នឹងឥឡូវឯងនៅញ៉ាំបាយនឹងសិនចុះគ្នាទៅបន្ទប់ទឹកបន្តិចសិនហើយមីងដាក់បាយសាច់មាន់ឲ្យខ្ញុំមួយចានមកអូម្នាក់នឹងមិនមែនសិស្សថ្មីខ្ញុំដូចជាធ្លាប់ឃើញនៅកន្លែងណាអញ្ចេះអូនេះលោកជាសិស្សថ្មីនឹងមែនផែនដីនេះពិតជាចង្អៀតមែនណោះមិនបានជាខ្ញុំមកជួបនាងនៅកន្លែងបែបនេះទៅវិញបានខ្ញុំនឹងហើយតើនាងមានការអីមែនអូខ្ញុំអត់មានការអីទេតែខ្ញុំដូចជាធ្លាប់ជួបលោកនៅកន្លែងណាមួយអញ្ចឹងអូនាងធ្លាប់ជួបខ្ញុំហ៎ហើយមិនបានជាខ្ញុំមិនដឹងអញ្ចឹងប្រហែលជាខ្ញុំច្រឡំមនុស្សហើយមើលទៅតែស្ដាប់សម្លេងលោកយូរទៅគឺរត់តែដូចតែម្ដងតើសម្លេងខ្ញុំដូចនរណាទៅនាងគឺដូចជាចៅ500ម្នាក់នោះខ្លាំងណាស់ទេនាងច្រឡំមនុស្សហើយរូបរាងខ្ញុំប៉ុណ្ណឹងដែរតែធ្វើជាចោលយ៉ាងម៉េចអង្កើតតែខ្ញុំណែបាយក្មួយរួចហើយបាទមីងអស់ប្រមាណដែរមីង3000រៀលទេក្មួយណែនាងមុននឹងនិយាយអីនាងគួរតែដឹងឲ្យច្បាស់សិនទៅកុំចេះតែស្មានតាមតែអំពើចិត្តនាងនោះមនុស្សល្អដូចជាខ្ញុំនេះមិនមែនជាចោល500ដូចជានាងគិតនោះទេខ្ញុំមានបានថាលោកជាចៅឯណាលោកយកដាក់ខ្លួនធ្វើអីឬក៏លោកស៊ីលៀសរីអៀខ្លួនបូណានិយាយមិនទាន់ចប់ស្រួលបួលផងស្រាប់តែលេចមុខអាចេកមកធ្វើឲ្យបូណានិងពិសិដ្ឋមានការភ្ញាក់ផ្អើលជាខ្លាំងស្របគ្នាតែម្ដងនេះបងឯងមកទិញបាយអត់មានប្រាប់ខ្ញុំអីបន្តិចសោះខ្ញុំខំតែចាំមើលស្មានតែបងមិនទាន់ចេញពីរៀនទេហ៎អញនេះគឺនាងមិនភ្លេចខ្ញុំទៅម្សិលមិញសោះហ្នឹងឆាប់ភ្លេចម៉េចបាទនេះបងស្គាល់នាងតាំងពីកាលមកមិនប្រាប់ខ្ញុំសោះអញ្ចឹងខ្វះអីពេលមកអាចេកអើយហើយឯងមកធ្វើស្អីចំពេលហ្នឹងហ៎សុំទោសលបងឥឡូវចប់អស់ហើយអូនេះនិយាយលេងចេញហើយមើលទៅអូយខូចឈ្មោះមនុស្សល្អគេអស់ហើយសាថ្មីសង្ហាណាអៀតាមពិតជាចៅ500សោះតែចេះកែខ្លួនអញ្ចឹងក៏ចាត់ទុកថាល្អដែរខណៈពេលនេះពិសិដ្ឋហាក់បីដូចជារាជសីដែលជាប់ចំណងនៅក្នុងទ្រុងអញ្ចឹងទោះបីជាចង់ធ្វើអ្វីក៏ធ្វើមិនបានឡើយណាស់ហើយពិសិដ្ឋអើយទ្រាំសិនទៅធ្វើម៉េចបើយើងធ្លាប់ជាចៅមែនគេថាក៏មិនខុសអីដែរអូនេះកូនមកពីរៀនវិញហើយអីមកកូនមកហូបបាយទាន់សម្លបាយក្តៅណាកូនបាទម៉ាក់ខ្ញុំហូបនៅសាលារួចហើយមើលទៅមុខវាចុះទៅរៀនបានតែមួយថ្ងៃសោះមកវិញមុខដូចកញ្ចងបាញ់អញ្ចឹងនឹងហើយកូនសំណប់ចិត្តម៉ែវាឯងនោះបើវាជាកូនប៉ាវាឯងនឹងហើយឲ្យវាកាត់ទៅអាណាទៀតកូនខ្ញុំមែនតើម៉ែវាឯងដូចនិយាយត្រូវណាស់នេះ
យប់នេះពិសិដ្ឋអង្គុយតែម្នាក់ឯងដោយរូបគេមានការខ្មាស់អៀននឹងបូណាជាខ្លាំងនៅទង្វើរបស់ខ្លួនបានធ្វើចំពោះនាងនាពេលយប់នោះតើខ្ញុំគួរតែធ្វើយ៉ាងម៉េចទៅឥឡូវនេះឯងគួរតែឈប់រៀនទៅកុំឲ្យនាងឃើញមុខឯងអីឯងគួរតែសុំទោសនាងទៅទេបើឯងសុំទោសនាងឯងពិតជាប្រុសអន់ខ្លាំងណាស់វាមិនតអន់ស្អីទេមនុស្សប្រុសធ្វើខុសចេះសុំទោសទើបគេហៅថាមនុស្សល្អណាបើឯងសុំទោសនាងមែនឯងពិតជាមនុស្សប្រុសអន់ខ្លាំងណាស់វើយបានហើយរឿងរបស់ខ្ញុំជាអ្នកសម្រេចពួកឯងឆាប់ចេញពីខ្ញុំឲ្យឆ្ងាយទៅយីម៉ូតូខ្ញុំព្រឹកនេះវាកាត់ស្អីអញ្ចេះសាំងដូចជាមិនអស់ទេហើយចោះវាខូចស្អីគេនេះហើយនេះកំពុងតែប្រញាប់ផងតែខ្ញុំត្រូវទៅសុំទោសនាងដោយរបៀបណាទៅបើទៅនិយាយសុំទោសឆៅវាដូចជាមិនកើតបើគេញ៉ាំបាយហើយសុំទោសវាដូចជាមិនសមហើយចុះអ្នកណាគេយកម៉ូតូមកទុកចោលអីកណ្ដាលផ្លូវគេហ្នឹងនេះអាយ៉ាកដុំឆែបអូយនេះនាងមកបំភ័យខ្ញុំស្លាប់ហើយនេះខ្ញុំមានបំភ័យលោកឯណាខ្ញុំគ្រាន់តែហៅលោកឲ្យឈប់សិនតាហើយបើនាងស្ទុះចាញ់មកអញ្ចឹងអីណាបំភ័យហើយចុះនាងមកឈប់ម៉ូតូអីនៅកណ្ដាលផ្លូវគេហ្នឹងស្មានតែខ្ញុំចង់ឈប់អីតែម៉ូតូនេះណាមិនដឹងជាវានឹងខូចស្អីទេអាលុតឆឹងតែម្ដងលោកជួយខ្ញុំតិចទៅអាយ៉ាបើខ្ញុំយកឱកាសនេះសុំទោសនាងប្រហែលជាល្អហើយតែបើធ្វើអញ្ចឹងគេហៅថាយើងជាមនុស្សឆ្លៀតឱកាសមិនបានទេអញ្ចឹងហ៎ហើយនេះលោកកំពុងតែគិតស្អីហ្នឹងឬខ្ញុំសួរទេបានអូខ្ញុំលឿនតាហើយម៉ូតូនាងខូចអីដែរចុះបើខ្ញុំដឹងថាវាខូចអីចាំបាច់សួរលោកធ្វើស្អីទៅនេះតែខ្ញុំក៏មិនចេះមើលដែរតែបើមិនយល់ទាស់ទេចងខ្សែនឹងម៉ូតូខ្ញុំមកខ្ញុំអូសទៅរកជាងឲ្យមានតែទាស់ស្អីបានតាបងណាមិនព្រឹកនេះអញមកជឿនម្លេះបានអីនឹងមកលឿនបានម៉ូតូគ្នាខូចមិនដឹងជាមូលហេតុអីផងហ្នឹងបានម៉ូតូអញខូចតែអញបានអីជិះមកហ្នឹងអូគឺគ្នាសុំដោយសារគេមកជាមួយដៃហ្នឹងណាសម្លាញ់តែអញសុំអ្នកណាគេមកណែអញប្រាប់គ្នាបន្តិចមើលមានអ្នកណាទៀតគឺចៅហេងសុយហ្នឹងណាអូយអត់ទេគឺសត្វថ្មីដែលអញប្រាប់គ្នាហ្នឹងណាអាយ៉ាហេតុតែគេណោអើយនេះអញគិតដល់ណាហ្នឹងតោះឆាប់ចូលរៀនទៅហេអាម៉េចឈ្មោះខ្ញុំមានតាលោកឲ្យខ្ញុំហៅយ៉ាងម៉េចទៅបើខ្ញុំមិនទាន់ស្គាល់ឈ្មោះនាងផងហ្នឹងទាល់តែនាងប្រាប់ខ្ញុំសិនចាខ្ញុំឈ្មោះបូណាស្ដាប់បានហើយនៅចៅហេងសុយយ៉ាងម៉េចឈ្មោះខ្ញុំក៏មានដែរមិនក៏ហៅខ្ញុំអញ្ចឹងតែខ្ញុំចូលចិត្តហៅបែបហ្នឹងលោកជាចៅហេងសុយចាំមើលឡាគង់តែដឹងទេខ្ញុំចាំតែមើលតាអាឡូពូថាម៉េចម៉ូតូខ្ញុំទាល់តែស្អាតបានធ្វើហើយអើយចប់ហើយតែខ្ញុំបានអីជិះទៅផ្ទះទៅនេះហើយបូណាបើនាងមិនយល់ទាស់អីទេជិះម៉ូតូជាមួយខ្ញុំមកចាំខ្ញុំជូនទៅដល់ផ្ទះនេះលោកព្រមជូនខ្ញុំទៅដល់ផ្ទះពិតមែនទេមែនតាមកឆាប់ឡើងមកម៉ែវាអើយម៉ែវារៀបចំបាយទឹកឲ្យនៅខ្ញុំហេវខ្លាំងណាស់ម៉ែវាអើយចាស់ពុកវាបាយទឹកខ្ញុំរៀបចំរួចហើយអាយ៉ាម្ហូបសតតែឆ្ងាញ់ត្មងហើយនេះហូចចុះឯណាកូនស្រីយើងនោះមិនទាន់មកពីរៀនទេអីថ្មនឹងទៅហើយ
ខ្ញុំក៏មិនដឹងដែរពុកវានោះនឹកដើមដង្ហើមមកដល់តែម្ដងហើយកូននេះ រួចចង់អ្នកណាគេមកជាមួយនឹង ពុកម៉ែក៏មកបរៀនវិញហើយ ជំរាបសួរលោកពូនមីងលើកដៃថ្វាយព្រះណាក្មួយបូណារួចចុះម៉ូតូឯងនៅណា មែនហើយកូនឯណាម៉ូតូអញនោះអូម៉ូតូខ្ញុំខូចនៅសាលាឯណោះឥឡូវជាងកំពុងតែធ្វើតតែស្អែកបានហើយណាម៉ាក់ អញ្ចឹងទេអីពុកស្មានតែឯងមានរឿងអីលោកពូនមីងអញ្ចឹងខ្ញុំសូមជម្រាបលាទៅវិញសិនហើយបាន អាយ៉ាប្រញាប់ទៅវិញម្លេះក្មួយចាំហូបបាយនៅផ្ទះមីងមកពេលសិនទៅអី បាទប៉ុន្តែខ្ញុំមិនណៃក្មួយកុំតន់អាលទៅវិញអីនៅបាយជាមួយពូសិនទៅអីមកឆាប់អង្គុយមកក្មួយមិនបាច់ក្រាញ់ចិត្តក្រាញ់ថ្លើមអីទេណាបូណាឯងឆាប់ទៅយកចានមួយទៀតមក ហូបឲ្យច្រើនទៅក្មួយឆ្ងាញ់មិនឆ្ងាញ់អីកុំប្រកាន់អីណាក្មួយ បានម្ហូបនមីងធ្វើពិតជាឆ្ងាញ់ខ្លាំងណាស់ខ្ញុំហូបឡើងច្រើនទៅហើយនេះ នេះក្មួយចេះតែសរសើរមីងហើយនេះ បើឆ្ងាញ់ហូបឲ្យច្រើនទៅណាក្មួយថ្ងៃនេះពូពិតជាអរគុណក្មួយណាស់ដែលបានជូនកូនស្រីពូមកដល់ផ្ទះហើយកាលពីប្រហែលថ្ងៃមុនមិនដឹងជាអាចោចង្រៃណាទេវាមកប្លន់កូនស្រីពូឯនេះភ័យសឹងស្លាប់ទៅហើយ ហើយនេះក្មួយកាត់អីហ្នឹងបាទខ្ញុំអត់កាត់អីទេពូ សង្ស័យតែមានអ្នកដឹកដើមហើយមើលទៅ បូណានិយាយឲ្យលួចសើចតែម្នាក់ឯងចំណែកពិសិដ្ឋវិញគ្នាភ័យឡើងញ័រអង្គុយទប់ខ្លួនលេងជាប់ទៅហើយមួយឆ្នាំក្រោយមកបូណាតើនាងនៅផ្ទះឬក៏អត់ហ្នឹង ខ្ញុំនៅនេះតាបងចោះ500រកខ្ញុំមានការអីមែន បូណាឈ្មោះខ្ញុំមានតើមិនក៏មិនហៅមកហៅអីអញ្ចឹងទៅ តែខ្ញុំចូលចិត្តហៅលោកបែបហ្នឹងណា នៅសើចទៀតបើនៅតែហៅខ្ញុំបែបហ្នឹងទៀតប្រយ័ត្នណា អើយលោកចង់ធ្វើអីខ្ញុំមែនលោកបងចៅអុយ អាយ៉ាចំពោះអ្នករៀនច្បាប់ដូចជាបូណាឯងខ្ញុំធ្វើអីមិនកើតទេគឺមានតែចូលតាមប្រពៃណីឲ្យមើលទៅណោះ នេះលោកកំពុងតែសារភាពស្នេហ៍មកកាន់ខ្ញុំមែនទេនេះ ហើយជាធម្មតាសុភាពបរោះដូចជាខ្ញុំមិនសារភាពចំទេព្រោះអីខ្លាចគេបដិសេធ សុភាពបរោះឈឹ បែបលេងតែមែនតែនហើយច្បាស់លាស់ទៀតផងតើនាងគិតយ៉ាងម៉េចដែរ ខ្ញុំមានគិតយ៉ាងម៉េចតែពាក្យលោកនិយាយអំបញ្ញមិញហ្នឹងខ្ញុំកត់ទុកក្នុងចិត្តហើយណាយីកូនប្រុសទើបមកពីណាហ្នឹងទឹកមុខអីក៏សប្បាយចិត្តខ្លាំងម្ល៉េះនេះ អត់មានអីទេម៉ាក់ហើយចុះលោកប៉ាក៏តាណាបាត់ហើយម៉ាក់ ប៉ាឯងនៅខាងក្រោយផ្ទះឯណោះហើយកូនមានការអីមែនទេហ្នឹង អត់មានអីទេម៉ាក់ មិនចាំបាច់លាក់បាំងនឹងម៉ាក់ទេប្រកាសជាមានហើយមើលប្រាប់ម៉ាក់តាមត្រង់មកមើលកូន ពិតជាលាក់ម៉ាក់មិនចិត្តមែនឥឡូវនេះកូនរៀនចប់ហើយម៉ាក់ខ្ញុំចង់ណា រឿងអីដែលម៉ាក់មិនដឹងនោះមើលកូនចង់បានអីនិយាយមកនៅអេះអុញនឹងហើយ គឺខ្ញុំបានស្រឡាញ់កូនគេហើយម៉ាក់ អាយ៉ានេះកុំប្រាប់ថាឯងចង់បានប្រពន្ធណា បាទគឺបែបហ្នឹងហើយម៉ាក់យ៉ាហីម៉ែកូននេះមានរឿងអីបានជានិយាយគ្នាលឺបែបនេះ អើយមានរឿងអីគឺកូនប្រុសពុកវាឯងនេះណាវាចង់បានប្រពន្ធនឹងណា បើវាចង់បានប្រពន្ធការវាទៅណា អារឿងការវាដឹងតែការឲ្យហើយតែមិនដឹងថាកូនគេនឹងណាគេព្រមឲ្យដែរឬអត់ គេព្រមហើយតាម៉ាក់រួចចុះកូនគេដែលឯងស្រឡាញ់នោះនៅឯណាដែរគឺនៅជាប់ភូមិយើងនឹងតែម្ដងតាលោកប៉ា
បើអញ្ចឹងល្អហើយមែនទេម៉ែវា ត្រូវហើយប៉ាវាកូនណាវាចង់យកប្រពន្ធឆាប់ម៉ាក់ពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះកំពុងតែចង់បានចៅនឹងគេផង ដឹងស្អីទេម៉ាក់អស់មិនទាន់បានការផងរកចៅបាត់ទៅហើយហី ជំរាបសួរអ្នកចាជំរាបសួរអញ្ជើញចូលក្នុងផ្ទះសិនទៅអ្នកកូនស្រីឆាប់ហៅប៉ាឯងនៅខាងក្រៅផ្ទះមកចាស់ម៉ាក់គេនិយាយលេងសោះអញមកមែនតើហី ខ្ញុំថាម៉េចគឺអញ្ចឹងហើយ ថ្ងៃនេះពិតជាថ្ងៃជោគថ្ងៃជ័យវេលាល្អមែនហើយដោយពិសិដ្ឋនិងអូណាបានខ្លាយជាគូដណ្ដឹងនឹងគ្នាគឺរងចាំតែអូណារៀនចប់និងអាលបានចូលរោងការជាមួយគ្នាតែម្ដង